សួស្តីហ្វេននៅក្នុង Facebook នេះជាណា Tips ទាំងអស់គ្នាថ្ងៃនេះឆ្លើយសំណួររបស់ប្រិមិត្តយើងម្នាក់ជានារីទៀតហើយថាលំអៀងក៏បានដែរប៉ុន្តែឆ្លើយសំណួរស្រីច្រើនជាងគាត់សួរថាតើអាពាក្យសម្ដីឲ្យដឹងកាយវិការនឹងជឿមួយណាជាងព្រោះគាត់មានមិត្តប្រុសគាត់ថាស្រឡាញ់គាត់ក៏ប៉ុន្តែកាយវិការនោះយ៉ាប់ណាស់ទៅនឹងក៏មិនសូវលើកគំរោះគំរើយបង្ើយកតោយអីចឹងណាអញ្ចឹងសំណួរដែលសំខាន់ខ្លីឯងពាក្យសម្ដីហើយនឹងកាយវិការជឿមួយណាជាងឆ្លើយសំណួរដោយធ្វើ example ធ្វើឧទាហរណ៍ឲ្យឧទាហរណ៍ណាបើខ្ញុំនិយាយថាថ្ងៃនេះខ្ញុំសប្បាយចិត្តខ្លាំងណាស់ហើយក៏មិនចឹងទេហូពិបាកចិត្តណាស់លោកអើយជឿមួយណាខ្ញុំពិបាកចិត្តហើយនឹងថ្ងៃនេះសប្បាយចិត្តខ្លាំងណាស់ខ្ញុំមាត់ថានិយាយថាសប្បាយចិត្តទៅបើមុខក្រៀមម៉ងនោះចឹងជាទូទៅសម្រាប់ខ្ញុំជឿលើកាយវិការជាងពាក្យសម្ដីយ៉ាងសំណួរដោយខ្លីដែលឧទាហរណ៍ឲ្យមិនហ្នឹងមកពីងាយមិញទៅរំផងដល់ចឹងទៅវាជាប់រំមកជាមួយចឹងសម្រាប់ខ្ញុំជឿទៅលើកាយវិការច្រើនជាងពីព្រោះពាក្យសម្ដីចេះតែនិយាយបានតែប៉ុន្តែកាយវិការវារៀងពិបាកកុហកបន្តិចហើយបើទោះបីជាព្យាយាមកុហកក៏កុហកបានតែមួយរយៈពេលខ្លីដែរព្រោះតែស្អស់anyway ខ្ញុំជឿថាកាយវិការរបស់មនុស្សទូកុហកក៏កុហកបានរយៈពេលខ្លីដែរចំណែកពាក្យសម្ដីវាងាយនៅក្នុងការនិយាយវាអត់ពិបាកអីវាមិនអស់ថ្មអីចឹងខ្ញុំជឿទៅលើកាយវិការច្រើនជាងប៉ុន្តែវាមានរឿងពីរបីខុសៗគ្នាមនុស្សស្រីនិងមនុស្សប្រុសមានកាយវិការខុសគ្នាមនុស្សស្រីបើចង់បង្ហាញកាយវិការដែលស្និទ្ធស្នាលគឺយើងហួងហែងយើងចេញកាយវិការស្រឡាញ់ណាយើងហួងហែងយើងអាសាផ្ញើសារទៅយើងទិញកាដូយើងអីក៏ប៉ុន្តែមនុស្សប្រុសមួយចំនួនគាត់អត់ដូចយើងទេគាត់ស្រឡាញ់គាត់ថាអាមាត់ហ្នឹងវាមិនចេះនិយាយផ្អែមល្ហែមការទេទៅទេមកហ្នឹងនិយាយទៅគាត់មនុស្សមិនមែនមនុស្សរ៉ូម៉ាន់ទិកនិយាយចេះថាមិនមែនមនុស្សរ៉ូម៉ាន់ទិកអញ្ចឹងគាត់បញ្ជាក់ឲ្យច្បាស់ថាអញ្ចឹងបើសិនជាសង្សារយើងជាមនុស្សអញ្ចឹងតាំងពីដើមគាត់មិនមែនមនុស្សរ៉ូម៉ាន់ទិកអញ្ចឹងតាំងពីដើមហើយពេលយើងស្រឡាញ់គាត់យើងថាអត់អីអញ្ចឹងយើងក៏ទទួលបានដែរប៉ុន្តែពេលយើងនៅមួយគាត់យូរទៅយើងថាគាត់សោះអង្គើយគាត់អត់បារម្ភអត់អីអានោះអត់អីបន្ទោសគាត់បានទេព្រោះធម្មជាតិគាត់មកអញ្ចឹងហ្មងបើលើកឡើងថាពីមុនគេផ្អែមល្ហែមគេលួងលោមគេទិញកាដូឲ្យគេអីប៉ុន្តែពេលយូរទៅអានោះអស់អាលីងហ្មងអត់មានតទៅទៀតអត់ផ្អែមល្ហែមអត់អីតទៀតអានឹងបានថាមនុស្សប្រុសម្នាក់ហ្នឹងអាចនឹងប្រែប្រួលប៉ុន្តែបើសិនជាធម្មជាតិមនុស្សប្រុសម្នាក់ហ្នឹងឬមនុស្សស្រីម្នាក់ហ្នឹងជាមនុស្សសោះអង្គើយចឹងតាំងពីដើមហើយយើងស្រឡាញ់គាត់មកតាំងពីដើមមកអញ្ចឹងអានឹងយើងអាចបន្ទោសគាត់បានទេព្រោះហ្នឹងជាធម្មជាតិរបស់គាត់អញ្ចឹងចម្លើយយ៉ាងខ្លីមួយម៉ាត់ខ្លីបំផុតគឺខ្ញុំជឿកាយវិការច្រើនជាងពាក្យសម្ដីរបស់មនុស្សនិយាយគេហៅអីគេអីទឹកហូរមិនហត់ប្រុសស្បត់កុំឲ្យជឿបើជឿជាកាយវិការកុំជឿអាពាក្យស្បត់ស្បែកកុំជឿអាពាក្យដែលនិយាយថាស្រឡាញ់ហ្នឹងមនុស្សប្រុសណាសុំទោសផងពួកខ្ញុំស្រីរឿងបាក់យកចិត្តបន្តិចហើយ demand ច្រើនទៀមទាច្រើនណាចង់បានច្រើនចង់ឲ្យគេទេមកចង់អីក៏ប៉ុន្តែយើងស្រឡាញ់ពួកខ្ញុំមិនអញ្ចឹងយើងស្រឡាញ់ពួកខ្ញុំជាស្រីមិនអញ្ចឹងអញ្ចឹងបើសិនជាស្រឡាញ់ពួកខ្ញុំពេលខ្លះទៅអាការចង់បានរបស់ពួកយើងមួយចំនួនអាចនឹងហួសហេតុបន្តិចមែនខ្ញុំអត់បដិសេធទេក៏ប៉ុន្តែវាអត់ពិបាកនៅក្នុងការបំពេញទេព្រោះអ្វីដែលពួកខ្ញុំស្រីចង់បានមិនដែលទៅចង់បានដុំពេជ្រមកពីឋានប្រចាំទេគ្រាន់តែចង់បានការទេមកគ្រាន់តែចង់បានផ្កាកាឡាបគ្រាន់តែចង់បានរបស់សាមញ្ញយើងមិនដែលទៅចង់បាន iPhone 6 Plus អីទេអញ្ចឹងពេលខ្លះស្រីពួកខ្ញុំអាចនឹងរៀងតូចចិត្តច្រើនបន្តិចឬក៏រៀងទៀមទាចង់បានតិចប៉ុន្តែរបស់ដែលពួកយើងចង់បានហ្នឹងមិនមែនជារបស់ដែលថ្លៃមិនមែនជារបស់ដែលទៀមទាការខិតខំប្រឹងប្រែងអីច្រើននេះគ្រាន់តែពាក្យសម្ដីផ្អែមល្ហែមប៉ុណ្្នឹងអញ្ចឹងជួនកាលបើនិយាយមួយម៉ាត់ទៀតណាថាពួកខ្ញុំស្រីហ្នឹងថាពិបាកក៏បានថាស្រួលបោកក៏បានគ្រាន់តែសកម្មភាពសាមញ្ញធម្មតាមិនអស់លុយច្រើនក៏ពួកយើងទទួលបានសេចក្តីសុខនៃសេចក្តីស្រឡាញ់ដែរផ្ទុយទៅវិញពួកយើងស្រីយើងមិនអាចរំពឹងទុកថាបុរសដែលយើងស្រឡាញ់ហ្នឹងគេត្រូវតែយល់ចិត្តយើងព្រោះគេមិនមែនគ្រូទាយទេគេក៏មិនមែនគ្រូចិត្តសាស្ត្រដែរអញ្ចឹងជាទូទៅបើយើងតូចចិត្តអីបើយើងចង់បានអីយើងក៏គួរតែហាមាត់ប្រាប់គេត្រង់ហើយការដែលប្រាប់គេមិនមែនប្រាប់ក្នុងន័យស្ដីបន្ទោសគេទេប្រាប់ឲ្យដឹងថាយើងចង់បានអីព្រោះគេមិនមែនព្រះមិនមែនទេវតាណាអ្នកណាទៅដឹងថាយើងចង់បានអីហើយបងដឹងបងជាស្រីដែរយើងរៀងចង់បានច្រើនតិចអញ្ចឹងហើយមានការអីវិភាសាគ្នាប្រាប់គ្នាទៅកុំគិតម៉ៃតែខ្លួនឯងអញ្ចឹងត្បិតតែចម្លើយខ្ញុំឆ្លើយថាខ្ញុំជឿកាយវិការច្រើនជាងពាក្យសម្ដីក៏ប៉ុន្តែស្ថិតនៅក្នុងទំនាក់ទំនងមួយជាសង្សារកំពុងតែព្យាយាមរកមធ្យោបាយដើម្បីឲ្យវាទៅពីសង្សារហ្នឹងទៅអីលើសហ្នឹងទៀតវាតតែយើងមានបញ្ហាអីចង់បានអីនិយាយប្រាប់គ្នាទៅវិញទៅមកអញ្ចឹងវា
បើសិនជាបងប្រុសលបងប្រុសយល់ចិត្តពួកខ្ញុំបំពេញបានខ្លះក៏ល្អបំពេញមិនបានក៏ប្រាប់ថាហេតុអីបំពេញមិនបានហើយបើយើងស្រីនេះចង់បានអីយើងក៏ប្រាប់គេកុំឲ្យចាំតែគេអង្គុយទាយរហូតអាហ្នឹងទៅក៏វាមិនជាឆ្លោះគ្នាអីណាស់ណាដែរអូខេអរគុណឆ្លើយប៉ុណ្ណឹងខ្លីងុយគេងណាស់ចូលគេងហើយណា Good night